បាទសូមគោរពនិងជម្រាបសួរដល់ពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនិងជាទីរាប់អានសូមស្វាគមន៍មកកាន់ Channel Admin Moda សាជាថ្មីហើយនៅក្នុងថ្ងៃនេះខ្ញុំបាទក៏មាននៅរឿងរ៉ាវមួយដែលបានមកពីបងប្រុសម្នាក់គាត់បានចែករំលែកសាច់រឿងផ្ទាល់របស់គាត់មកឲ្យខ្ញុំបាទដើម្បីធ្វើជាវីដេអូដើម្បីចែករំលែកដល់ពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាបានស្ដាប់កំសាន្តនៅរឿងរ៉ាវរបស់គាត់បាទមានបងប្រុសម្នាក់គាត់បានលើកយកនៅរឿងរ៉ាវរបស់គាត់ផ្ទាល់មកឲ្យខ្ញុំនិយាយបន្តណាគាត់ថាមូលហេតុដែលគាត់ចង់លើកយកនៅរឿងរ៉ាវរបស់គាត់ផ្ទាល់ហ្នឹងយកមកចែករំលែកដល់ពុកម៉ែបងប្អូនបានស្ដាប់ទីមួយគឺចង់លើកទឹកចិត្តនិងកុំឲ្យពុកម៉ែបងប្អូនដែលមានកាយសម្បទាមិនគ្រប់លក្ខណៈដូចគាត់ណាគាត់ថាគាត់ហ្នឹងគឺមានកម្ពស់ត្រឹមតែ1.3 ម៉ែត្រទេបាទហើយស្បែកខ្មៅបាទក្បាលទំពែកអញ្ចឹងបញ្ជាក់ថាគាត់ហ្នឹងគឺកាយសម្បទារបស់គាត់គឺមិនស្អាតទេហើយក៏មិនគ្រប់លក្ខណៈដែរប៉ុន្តែគាត់អត់ស្អាតប៉ុន្តែគាត់ទទួលបានអ្វីគឺប្រពន្ធល្អស្អាតខ្ពស់សាច់សដូចតារាអញ្ចឹងគាត់ថាគាត់បានប្រពន្ធស្អាតដូចតារាអញ្ចឹងអ្វីដែលគាត់ភ្ញាក់ផ្អើលនឹងនឹកស្មានមិនដល់គឺគាត់គិតខ្លួនឯងថាគាត់នេះបាទជាមនុស្សដែលមានស្បែកខ្មៅកន្ទឿហើយថែមទាំងបាទសក់ក្បាលរបស់គាត់នឹងទំពែកទៀតខាងមុខណាគាត់គាត់ថាគាត់នឹកស្មានអត់ដល់ទេអានេះប្រហែលជាមកពីបុណ្យកុសលរបស់គាត់ពីមុនសាងមកឬក៏យ៉ាងម៉េចដែលដូចជាពាក្យចាស់ពោលថាបាទទៀបគូនឹងខ្ពស់អាក្រក់គូនឹងស្អាតប៉ុន្តែមិនមែនថាត្រូវទាំងអស់ទេហើយក៏មិនមែនថាខុសទាំងអស់ដែរមានបងប្អូនខ្លះដែលគាត់មានរូបសម្បត្តិមិនសូវស្អាតបាទទៀបឬក៏តឿអញ្ចឹងទៅគាត់អាចនឹងបានប្រពន្ធស្អាតប្រពន្ធខ្ពស់ទៅប៉ុន្តែមានបងប្អូនខ្លះទៀតគាត់ក៏មិនអាចទទួលបាននៅប្រពន្ធល្អហើយខ្លួនគាត់មិនគ្រប់លក្ខណៈដែរវាមានខ្លះនិងអត់ខ្លះប៉ុន្តែបងប្រុសគាត់ចង់លើករឿងរ៉ាវរបស់គាត់ហ្នឹងបាទក៏ដូចជាលើកទឹកចិត្តដល់បងប្អូនផ្សេងដែលមានកាយសម្បទាដូចគាត់បាទកុំឲ្យបាក់ទឹកចិត្តយើងប្រឹងតែធ្វើល្អទៅបាទធ្វើអំពើល្អនៅក្នុងសង្គមគ្រួសាររបស់យើងអ្នកនៅជុំវិញខ្លួនរបស់យើងទៅអញ្ចឹងមនុស្សស្រីស្អាតអ្នកដែលមានចរិតល្អក៏គេមើលឃើញទៅតាមនឹងដែរក្រែងលោមានសំណាងដូចគាត់បាទបានប្រពន្ធស្អាតបានប្រពន្ធល្អដូចគាត់ចឹងទៅបាទអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាចង់ដឹងសាច់រឿងរបស់បងប្រុសហ្នឹងបាទពេញទៅជាយ៉ាងណាទៅបាទមានដើមតងយ៉ាងណាដែលធ្វើឲ្យគាត់បានបាទប្រពន្ធស្អាតដែលខ្លួនបងប្រុសហ្នឹងគាត់មានកាយសម្បទាមិនគ្រប់គ្រាន់ទេមិនមែនថាមិនគ្រប់គ្រាន់គឺមិនពេញលក្ខណៈដូចគេអញ្ចឹងណាដូចថាបងប្រុសខ្លះគាត់មានកាយសម្បទាខ្ពស់បាទសាច់ដុំកង់សាច់សអីអញ្ចឹងស្អាតអញ្ចឹងគាត់គួរនឹងទទួលបាននៅប្រពន្ធល្អប្រពន្ធស្អាតអញ្ចឹងប៉ុន្តែគាត់បាទបងប្រុសគាត់មិនស្អាតទេបែរជាគាត់ទទួលបាននៅប្រពន្ធល្អប្រពន្ធស្អាតទៅវិញអាហ្នឹងមិនដឹងថាជាបាទដើមតងសាច់រឿងយ៉ាងណាទេអញ្ចឹងចង់ដឹងច្បាស់សាច់រឿងរបស់គាត់សូមពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចតាមដាននៅសាច់រឿងនេះជាមួយនឹងខ្ញុំបាទ admin ទាំងអស់គ្នាហើយមុននឹងខ្ញុំបាទចូលទៅនិយាយនៅសាច់រឿងពេញនោះក៏សូមធ្វើការខន្តីនិងអភ័យទោសនៅពាក្យកំហុសខុសឆ្គងដែលខ្ញុំបាទនិយាយទៅមានការលើសលួសខ្វះខាតត្រង់ចំណុចណានីមួយដែលនិយាយទៅមិនសមរម្យមិនគួរសមអញ្ចឹងទៅក៏សូមពុកម៉ែបងប្អូនអធិស្ឋានមកដល់ខ្ញុំបាទផងបាទនិយាយទៅខ្ញុំធ្វើការអធិស្ឋានសឹងតែគ្រប់វីដេអូដោយសារតែរាល់ការនិយាយរបស់មនុស្សម្នាក់បាទនិយាយ10នាទី20នាទីអញ្ចឹងវាមានពាក្យទៅដល់បាទជាច្រើនអញ្ចឹងមិនមែនថាយើងនិយាយទៅ100ពាក្យ1000ពាក្យត្រូវទាំងអស់ទេវាតែងតែមានបាទការលើសលួសមិនត្រឹមជាខ្នាតទេសំបីតាមនុស្សយើងកើតមកបាទមិនស្មើគ្នាទាំងអស់ទេអញ្ចឹងការនិយាយស្ដីក៏ដូចគ្នាដែរវាមានខ្លីមានវែងមានបាទចន្លោះមាន
លើសមានខ្វះចឹងទៅក៏អញ្ចឹងបាទក៏ខ្ញុំបាទតែងតែអធ្យាស្រ័យនៅក្នុងវីដេអូគ្រប់តែវីដេអូខ្លាយពុកម៉ែបងប្អូនប្រកាន់នឹងពាក្យសម្ដីដែលខ្ញុំនិយាយទៅអញ្ចឹងណាបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរសូមអញ្ជើញពុកម៉ែបងប្អូនទាំងអស់គ្នាចូលទៅតាមដានស្ដាប់នៅសាច់រឿងបងប្រុសមួយនេះទាំងអស់គ្នាជាមួយនឹងខ្ញុំបាទ admin តែម្ដងទៅបាទមានសាច់រឿងមួយដែលបាទមានបងប្រុសម្នាក់គាត់ឈ្មោះថាបងសំណាងបាទគាត់មានឈ្មោះគាត់ពិតណាប៉ុន្តែខ្ញុំសូមអត់ហៅឈ្មោះគាត់ពិតទេហៅគាត់ថាបងសំណាងទៅហើយនឹងត្រូវជាមួយនឹងសាច់រឿងរបស់គាត់ផងដែរភាសាគាត់សំណាងណាស់ដែលទទួលបាននៅប្រពន្ធស្អាតដូចតារាអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាសាច់សកម្ពស់ក៏បានមុខមាត់អីមើលទៅគួរឲ្យស្រឡាញ់តែម្ដងគាត់និយាយថាប្រពន្ធគាត់គួរឲ្យស្រឡាញ់ណាគាត់ប្រាប់មកអញ្ចឹងណាបាទហើយខ្លួនគាត់គឺនឹកស្មានអត់ដល់ទេថានឹងបានប្រពន្ធស្អាតបែបហ្នឹងហើយចរិតគាត់ល្អបែបហ្នឹងហើយស្រឡាញ់គាត់ខ្លាំងមែនតើគាត់អត់នឹកស្មានទេសម្រាប់ខ្លួនគាត់ផ្ទាល់អត់នឹកស្មានទេដោយសារខ្លួនឯងឡើងកាទៀស្បែកខ្មៅក្បាលទំពែកទៀតបែរជាបានប្រពន្ធស្អាតហើយប្រពន្ធស្រឡាញ់ហួងហែងស្រឡាញ់ហួងហែងខ្លាំងមែនតើមិនដឹងថាគាត់មានចំណុចពិសេសអ្វីមួយដែលធ្វើឲ្យប្រពន្ធគាត់ស្រឡាញ់គាត់ដល់ថ្នាក់ហ្នឹងណាបាទប្រហែលជាគាត់មានចំណុចពិសេសមួយអីហើយបានជាប្រពន្ធរបស់គាត់ស្រឡាញ់នឹងហួងហែងគាត់ដល់ថ្នាក់ហ្នឹងបងប្រុសប្រហែលជាវិតជ្រុយកន្លែងណាមួយហើយមើលទៅឬក៏មានរបស់សំខាន់អីមួយដែលធ្វើឲ្យប្រពន្ធគាត់បាទស្កប់ស្កល់ឬក៏ដកចិត្តមិនរួចទេណាអញ្ចឹងយើងបន្តស្ដាប់សាច់រឿងទៀតសិនបាទអញ្ចឹងយើងបន្តសាច់រឿងទៀតសិនកុំតាន់អានចង់ដឹងចំណុចពិសេសរបស់បងប្រុសបាទចាំតិចទៀតចាំយើងដឹងហើយបើយើងដឹងហើយយើងចាំធ្វើតាមគាត់ទៅក្រែងបានប្រពន្ធស្អាតប្រពន្ធល្អដូចគាត់ដែរបាទអធិស្ឋាននិយាយលេងទេអញ្ចឹងយើងបកទៅសាច់រឿងយើងវិញបងប្រុសគាត់ថាមុននឹងគាត់បានប្រពន្ធគាត់បាទខ្លាយជាភរិយារបស់គាត់ណាគាត់ថាគាត់រស់នៅក្នុងភូមិមួយតាមខេត្តមិនធំប្រហែលនេះក្នុងភូមិនឹងហើយក្នុងគ្រួសាររបស់គាត់ហ្នឹងគឺមានបងប្អូនចំនួន4នាក់បាទស្រី3នាក់ប្រុសម្នាក់ប្រុសតែគាត់ទេពុកម៉ែបងប្អូនទាំងអស់គ្នាហើយចំណែកបងប្អូនស្រីនោះគឺពួកគាត់សុទ្ធតែមានរូបរាងរាងស្អាតស្អាតជាងគាត់ណាបាទស្បែកក៏មិនខ្មៅដូចគាត់ដែរកម្ពស់សុទ្ធតែខ្ពស់ខ្ពស់តែមិនដឹងថាកើតអីបានជាគាត់ទាបជាងគេបាទ1.3 ម៉ែត្រស្បែកក៏ខ្មៅហើយថែមទាំងក្បាលទំពែកទៀតគាត់អាយុទៅតែក្បែរ30ទេប៉ុន្តែគាត់ថាមុខគាត់ឡើងដូចតាអាយុ40-50ឆ្នាំហ្នឹងបាទអញ្ចឹងគាត់ថាមុខគាត់មើលទៅចាស់មែនតើដោយសារអត់មានសក់មនុស្សយើងជួនកាលស្អាតដោយសារសក់ដែរបងប្អូនដែលគាត់មានសក់រាងស្ដើងហើយនឹងរាងមានឆកមានអីហ្នឹងមើលទៅគឺឆាប់ចាស់ហ្មងតែបើសម្រាប់បងដែលគាត់មានសក់គឺរាងលើកសម្រស់របស់គាត់ឲ្យរាងក្មេងតែបើសម្រាប់ដែលយើងមានក្បាលឆកឬក៏ទំពែកអីហ្នឹងគឺធ្វើឲ្យសម្រស់របស់យើងគឺដូចមើលទៅដូចឆាប់ចាស់មែនតើអញ្ចឹងបងប្រុសហ្នឹងគឺលក្ខណៈបែបហ្នឹងហើយទោះបីគាត់មានកាយសម្បទាទាបបាទស្បែកខ្មៅនិងក្បាលទំពែករូបរាងមិនសូវល្អប៉ុន្តែគាត់បាទតែងតែកតញ្ញូចំពោះឪពុកម្ដាយរបស់គាត់បាទធ្វើអំពើល្អនៅក្នុងសង្គមអ្នកជុំវិញខ្លួននៅក្នុងគ្រួសាររបស់គាត់មិនដែលធ្វើឲ្យម្ដាយឪពុករបស់គាត់នឹងពិបាកចិត្តបាទដោយសារគាត់សំបីតែម្ដងគាត់អត់មានទៅដើរលេងផឹកស៊ីបាទអូនញីអូនបងអីទេបាទអាសែបគប់មិត្តភ័ក្តិមិនល្អក៏គាត់អត់ដែរគឺគាត់ដឹងតែបាទទៅធ្វើការរកលុយមកវិញឲ្យលុយទៅម៉ែចិញ្ចឹមម៉ែឪអញ្ចឹងទៅ
thì mà ở quạt chưa vô lục ấy cứ quạt xoay bên tên tiền ca mưa thai vậy tứ bà ca cắt tình nhu đừng ca mưa thai ở bông mặt đáy cứ quạt vừa bàn lọ bên tên hay chờ đợi cả bọc quạt ởក្នុងភូមិហ្នឹងគឺ slot boat មិនដូចជាអ្នកដតីផ្សេងដែលលក្ខណៈថាដូចក្មេងស្ទាវណាគាត់បាទជាមនុស្សដែលមិនទាន់មានគ្រួសារទេប៉ុន្តែលក្ខណៈថាគាត់នៅក្នុងយុវវ័យដែរប៉ុន្តែចរិតគាត់ល្អគាត់អត់ដើរលេងដើរផឹកស៊ីដើរកាប់ចាអីទេគឺគាត់នៅតែបាទចេញពីធ្វើការមកគឺនៅតែផ្ទះមើលថែផ្ទះនិងមើលថែពុកម្ដាយចឹងទៅអញ្ចឹងផ្ដោតសំខាន់គឺគាត់រូបមិនស្អាតបាទរូបអាក្រក់ប៉ុន្តែចរិតគាត់ល្អចិត្តរបស់គាត់ល្អហើយគាត់ថាបន្តមកទៀតណាអាហ្នឹងយើងបញ្ជាក់ថាគាត់ជាមនុស្សល្អហើយតែទាស់តែរូបសម្បត្តិរបស់គាត់មិនសូវអំណោយផលហើយគាត់តែងតែគិតខ្លួនឯងថាប្រហែលជាគ្មានអ្នកណាយកគាត់ទេដោយសារតែខ្លួនគាត់រាល់ថ្ងៃហ្នឹងមើលទៅខ្លួនឯងសឹងតែបាទមិនដឹងថាខ្លួនឯងស្អាតត្រង់ចំណុចណាប៉ុណ្ណឹងដោយសារមើលទៅខ្លួនឯងអាក្រក់មែនតើអញ្ចឹងគាត់គិតពីមួយថ្ងៃទៅមួយថ្ងៃថាគ្មានស្រីណាគេមកស្រឡាញ់ទេមិនបាច់ទៅប្រាថ្នាថាចង់បានប្រពន្ធស្អាតទេសូម្បីតែប្រពន្ធដែលមានរូបសម្បត្តិធម្មតាប្រហាគាត់ឲ្យមកយកគាត់ហ្នឹងសឹងតែគាត់គិតមិនដល់ផងបាទពួកអីគាត់គិតថាខ្លួនឯងអត់ស្អាតហ៎អញ្ចឹងហើយគាត់តែងតែបាក់ទឹកចិត្តសម្រាប់ខ្លួនឯងមករហូតប៉ុន្តែទោះបាក់ទឹកចិត្តយ៉ាងណាគាត់មនុស្សល្អនៅតែល្អមុននឹងក្រោយគង់តែមាននារីណាម្នាក់ដែលជានារីល្អដែលគេមិនគិតទៅលើរូបសម្បត្តិគេនឹងមើលឃើញគាត់ស្រឡាញ់គាត់បាទប៉ុន្តែប្រហែលជាបងមិនអាចបានទៅបាទក្មេងស្រីដែលគាត់ចូលចិត្តលោឆាយចូលចិត្តបែបសង្ហាគាត់ប្រហែលជាមើលអត់ឃើញបងទេតើតែនារីមើលឃើញបងហ្នឹងគឺរូបសម្បត្តិស្អាតចិត្តស្អាតនិងគិតបាទស្រឡាញ់ចិត្តនឹងចិត្តគឺមិនស្រឡាញ់ទៅលើរូបរាងទេហ្នឹងទៅអាចទេណាបាទអញ្ចឹងគាត់បន្តទៀតគាត់ថាមាននារីម្នាក់ដែលនៅក្នុងភូមិហ្នឹងភូមិផងរបងជាមួយនឹងគាត់ដែរដែលកូនគេជាកូនល្អដែរគេតែងតែទៅធ្វើការគេមកពីធ្វើការក៏គេចូលផ្ទះគេមិនដែលទៅដើរលេងបាត់ដើរទៅលេងជាមួយមិត្តភ័ក្តិណាទេគឺមកផ្ទះបាទមានតែដាំបាយផ្ទះសម្បែងហ្នឹងគឺបោផ្ទះបោសម្បែងគឺស្អាតមែនតើទាំងលាងចានទាំងទុកដាក់អីទាំងអស់បាទកតញ្ញូចំពោះឪពុកម្ដាយក៏កតញ្ញូទៀតអញ្ចឹងវាត្រូវគ្នានេះបងប្អូនអរគ្នាត្រូវគ្នាបងប្រុសនេះក៏ចរិតល្អហើយម្នាក់ស្រីនោះក៏ចរិតល្អតោះតាខាងស្រីនោះគេល្អហើយថែមទាំងរូបសម្បត្តិស្អាតទៀតបាទប៉ុន្តែខាងតួប្រុសយើងនេះវិញចរិតល្អចិត្តល្អប៉ុន្តែតោះតែបាទទៀបបន្តិចខ្មៅបន្តិចហើយនឹងទំពែងបន្តិចប៉ុន្តែអត់អីទេតិចទៀតសាច់រឿងតិចទៀតបើឯងបានគ្នាជាប្តីប្រពន្ធឥឡូវហើយខ្ញុំនិយាយប្អូសបន្លាយតិចទៀតបើឯងបានគ្នាមួយប្រពន្ធបើឯងឡើយបាទគាត់ថាបន្តមកទៀតណាពុកម៉ែបងប្អូនអរគ្នាអញ្ចឹងពីអ្នកគាត់ហ្នឹងដូចជានិស្ស័យមែនតើដូចថាទៅដើរទៅណាទៅណីជួបគ្នាអញ្ចឹងទៅតែងតែនិយាយបែបរាក់ទាក់អញ្ចឹងទៅការណានិយាយចុះនិយាយឡើងទៅធ្វើឲ្យពួកគាត់ហ្នឹងមាននិស្ស័យជាមួយគ្នាមាននិស្ស័យគាត់នេះបាទជាមនុស្សប្រុសណាគាត់អត់ហ៊ានទេបាទដោយសារណាមួយគិតថាខ្លួនឯងហ្នឹងអាក្រក់បាទឈោងមិនដល់ផ្កាយអញ្ចឹងទៅអញ្ចឹងចំណែកឯនារីនេះវិញនេះខាងបងស្រីនេះគាត់តែងតែនិយាយពាក្យល្អទៅកាន់បងប្រុសហ្នឹងហើយបងប្រុសហ្នឹងគាត់ក៏ទប់ចិត្តមិនបានក៏ស្រឡាញ់ខ្លាំងទៅកាន់បងស្រីម្នាក់ហ្នឹងអញ្ចឹងគាត់ក៏បដិញ្ញាចិត្តថាទោះយ៉ាងណាក៏ត្រូវតែសារលបងដើម្បីឲ្យបាទម៉ែប៉ារបស់គាត់ហ្នឹងចូលទៅស្ដីដណ្ដឹងបាទយក
បងស្រីហ្នឹងធ្វើជាប្រពន្ធអញ្ចឹងណាបើគេឲ្យក៏បានអញ្ចឹងទៅបើអត់ទៅក៏មិនដឹងថាធ្វើមិនដែរដោយសាររូបសម្បត្តិយើងមិនអំណោយផលប៉ុន្តែបងប្អូនទាំងអស់គ្នាពេលដែលគាត់នាំម៉ែឪគាត់ទៅដល់ចូលចែចូវតាមប្រពៃណីតាមច្បាប់ស្រាប់តែបាទខាងស្រីមិនមែនម៉ែឪទេម៉ែឪគេថាអត់ទេខ្ញុំមិនប្រកែកអីទេហើយក៏មិនរើសអើងទៅកាន់កូនរបស់ខាងប្រុសដែរទោះបីរូបសម្បត្តិយ៉ាងណាសំខាន់ឲ្យតែបាទកូនស្រីខ្ញុំគាត់ស្រឡាញ់បើគាត់ស្រឡាញ់ក៏ចាត់ចែងទុកដាក់ឲ្យបាទរៀបចំរៀបអីរៀបការអីចឹងទៅសំខាន់សួរចិត្តកូនខ្ញុំទៅបាទកូនខ្ញុំព្រមខ្ញុំក៏ព្រមដែរអញ្ចឹងបាទម្ដាយឪពុកខាងស្រីក៏ល្អដែរហើយខាងស្រីហ្នឹងក៏ល្អទៀតដល់ពេលអញ្ចឹងទៅម៉ែឪខាងប្រុសក៏សួរទៅកាន់បងស្រីដែលត្រូវជាប្រពន្ធបងបាទបងសំណាងនេះដែលបងទឿហ្នឹងណាបាទសួរទៅថាអូនមកណៃមិនដែរអាចនឹងស្រឡាញ់នឹងអាចរៀបការមួយអីចឹងបានអត់ដោយសារតែកូនរបស់មីងនេះទៀបរូបសម្បត្តិមិនស្អាតទេសួរទាំងអស់សង្ឃឹមណាប៉ុន្តែចម្លើយដែលបានមកវិញគឺបងស្រីដែលជាប្រពន្ធបងទឿបងសំណាងហ្នឹងយល់ព្រមបាទគាត់ថាគាត់យល់ព្រមដោយសារគាត់មានចិត្តស្រឡាញ់បងទឿហ្នឹងតាំងពីគាត់បាននិយាយគ្នាពាក្យនិយាយទៅពាក្យបងទឿនិយាយមកកាន់គាត់គឺគាត់មានអារម្មណ៍ថាមានភាពផ្អែមល្ហែមមានភាពស្និទ្ធស្នាលបាទអញ្ចឹងប្រហែលជាចំណុចពិសេសរបស់បងទឿនេះបងសំណាងហ្នឹងគឺត្រង់ពាក្យសម្ដីបាទពាក្យសម្ដីរបស់គាត់ប្រហែលជានិយាយទៅរៀងផ្អែមអីចឹងណាបាទធ្វើឲ្យនារីរៀងទន់ចិត្តចឹងតាអញ្ចឹងខាងស្រីហ្នឹងបាទកូនខាងស្រីហ្នឹងតាខ្ញុំមានអារម្មណ៍ថាដូចមាននិស្ស័យជាមួយនឹងគាត់តាំងពីខ្ញុំបាននិយាយគ្នាបានជួបគាត់តាំងពីដំបូងเนาะអញ្ចឹងខ្ញុំអត់មានការរើសអើងអីទេសំខាន់ឲ្យតែរៀបការពេញច្បាប់ទៅខ្ញុំនឹងធ្វើជាប្រពន្ធល្អបាទរបស់កូនអ៊ីចឹងទៅហើយមានណាពុកម៉ែបងប្អូនអរគ្នាបងទឿពេលដែលបាទខាងស្រីនិយាយបែបហ្នឹងមកគឺគាត់សប្បាយអមែនតើលោកកឆេងកឆងយើងណាបាទដោយសារក្នុងចិត្តគិតថាมันអាចនឹងបានបាទប្រពន្ធគាត់នេះដែលថាជាមនុស្សស្រីដែលស្អាតហើយចរិតល្អទៀតដូចដែលថាផ្កាយជាមួយនឹងទុនសាយអញ្ចឹងណាគាត់ទុនសាយប្រពន្ធគាត់ផ្កាយអញ្ចឹងទៅហើយពេលដែលខាងស្រីគេព្រមអញ្ចឹងគាត់សប្បាយអលោតកឆេងកឆូនបាទអផងអីផងអញ្ចឹងណាបាទហើយខាងស្រីឃើញអញ្ចឹងគាត់គាត់ថាហ្នឹងអីអត់អីទេអញ្ចឹងយើងរើថ្ងៃរើអីរៀបចំឲ្យកូនទៅធ្វើម៉េចកូនចៅស្រឡាញ់គ្នាអញ្ចឹងគាត់ក៏ជូនពរកូនគាត់នឹងឲ្យចេះស្រឡាញ់គ្នាដល់ចាស់កោងខ្នងអីចឹងទៅអញ្ចឹងបានន័យថាខាងចាស់ទុំនេះក៏គាត់ល្អដែរដោយសារជួនកាលណាកូនស្រីស្រឡាញ់បាទប៉ុន្តែម៉ែឪអាចនឹងគាត់ជំទាស់បន្តិចបន្តួចដោយសារឃើញខាងប្រុសទាបឬក៏ទឿមិនគ្រប់លក្ខណៈណាប៉ុន្តែសាច់រឿងបងប្រុសនេះបាទខាងចាស់ទុំខាងស្រីហើយទាំងសងខាងគឺស្រស់ស្រួលនឹងស្រឡាញ់គាត់បាទទាំងអស់គ្នាតែម្ដងអញ្ចឹងបងទឿពិតជាមានសំណាងមែនតើអញ្ចឹងសាច់រឿងនេះយើងចាប់ផ្ដើមចាប់បានចំណុចពិសេសរបស់បងទឿមួយណាចំណុចពិសេសរបស់គាត់គឺសម្ដីរៀងផ្អែមបាទនិយាយទៅមានភាពផ្អែមល្ហែមការដូចលក្ខណៈថានិយាយទៅអត់ភាពអត់គំរោះគំរើយណាបាទហើយណាមួយប្រហែលជាមកពីគាត់ហ្នឹងបាទស្លូតបូតកតញ្ញូទៅកាន់ម៉ែពុកចឹងទៅហើយមិនចេះដើរលេងផឹកស៊ីអីចឹងទៅក៏ធ្វើឲ្យនារីល្អហ្នឹងគាត់បាទនឹកឃើញអាត្រង់ចំណុចហ្នឹងបាទគាត់ក៏យកបងទឿធ្វើជាប្តីទៅដោយសារគិតថានឹងបានបងទឿមើលថែអស់មួយជីវិតចឹងទៅបាទបើស្រឡាញ់ក្មេងស្ទាលក្មេងអីខ្លាចនឹងដើរកាប់ចាក់អីទៅបាទធ្វើបាបចិត្តគាត់អាហ្នឹងក៏ត្រង់ចំណុចហ្នឹងមួយដែរបាទហើយមិញហ្នឹងខ្ញុំនិយាយថាក្មេងស្ទាវដើរកាប់ចាក់មិនល្អហ្នឹង
មិនខ្ញុំបដោតថាឲ្យតែក្មេងស្ទាវគឺមិនល្អទេប៉ុន្តែបើសិនជាក្មេងស្ទាវយើងបាទចេះធ្វើអំពើល្អនៅក្នុងគ្រួសារបាទនៅក្នុងសង្គមអ្នកដែលនៅជុំវិញខ្លួនយើងនិយាយទៅធ្វើអំពើល្អមិនទៅដើររំខានដល់គេដើរកាប់ចាក់ដើររករឿងដើរបាទទៅកាប់ប្លន់ឬក៏លក្ខណៈថាធ្វើបាបគេធ្វើអំពើមិនល្អណាអាហ្នឹងបាទអត់អីទេបាទបាទអញ្ចឹងខ្ញុំសូមចូលសាច់រឿងហ្នឹងបន្តិចមិញណាឥឡូវយើងបកត្រឡប់មកបងសំណាងវិញគាត់ថាក្រោយពីការហើយពុកម៉ែបងប្អូនទាំងអស់គ្នាពេលការហើយគាត់មិនបានផ្សំដំណេកមិនអញ្ចឹងផ្សំដំណេកក្នុងថ្ងៃទី1ឯណាគ្រាន់តែដំបូងប្រពន្ធគាត់ឡើងឲ្យមេដៃបងទឿបាទបងទឿបែរជាទឿតែខ្លួនទេអីមើលបែរជាធំហ្នឹងមើលទៅ បាននិយាយទៅពេលដែលវាយឡើងពេលដែលផ្សំដំណេកមួយប្រពន្ធគាត់ហ្នឹងបាទប្រពន្ធគាត់ពិតជាមានក្តីសុខមែនតើបាទអញ្ចឹងហើយបែរជាមកពីចំណុចពិសេសរបស់បងទឿមានខ្នាយធំហើយបានជាប្រពន្ធស្រឡាញ់និងហួងហែងមែនតើបាទពុកម៉ែបងប្អូនទាំងអស់គ្នានេះហើយជាសាច់រឿងរបស់បងសំណាងដែលខ្ញុំបាននិយាយមកដល់ចំណុចនេះគឺដល់ចំណុចបញ្ចប់ហើយជាចុងក្រោយក៏សូមជូនពរបងសំណាងនិងប្រពន្ធរបស់គាត់ឲ្យបានស្រឡាញ់គ្នារហូតដល់ចាស់រៀងខ្លួនបាទដល់ជីវិតចុងក្រោយរៀងខ្លួនទៅចេះមើលថែគ្នាណាបាទកុំឲ្យតែស្រឡាញ់គ្នាមួយឆាវយើងនឹងពិបាកចិត្តនឹងឈឺចាប់រៀងខ្លួនអញ្ចឹងយើងមិននិយាយពាក្យត្រង់ចំណុចហ្នឹងទេគឺមានតែពាក្យជូនពរឲ្យបងទាំងពីរបាទបន្តការស្រឡាញ់គ្នារហូតបាទទៅមុខទៀតទៅដល់បាទជីវិតចុងក្រោយរៀងខ្លួនអញ្ចឹងទៅអញ្ចឹងជាចុងក្រោយក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលបានទស្សនានៅវីដេអូនេះពីដើមរហូតដល់ចប់ហើយបើសិនជាមានពាក្យលើសលួសខ្វះខាតត្រង់ចំណុចណាក៏សូមខន្តីនៅអភ័យទោសដល់ខ្ញុំបាទផងហើយសម្រាប់បងប្អូនដែលមិនទាន់បានជួយចុច Subscribe ណាសូមមេត្តាពុកម៉ែបងប្អូនជួយចុច Subscribe ម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីៗពី Channel របស់ខ្ញុំបាទផងដែរបាទអរគុណច្រើន